មូលហេតុដែលតម្លៃមាសហក់ឡើងខ្លាំងនៅព្រឹកនេះលោកដូណាល់ត្រាំបានប្រកាសជាផ្លូវការថាសង្គ្រាមត្រូវបានឈ្នះប្រឆាំងនឹងអ៊ីរ៉ង់ខ្ញុំគិតថាវានឹងបញ្ចប់ប៉ុន្តែខ្ញុំអត់ទាន់អាចប្រាប់បានទេថានៅពេលណានិងមួយទៀតសហរដ្ឋអាមេរិកទើបតែបានផ្ញើផែនការមួយទៅកាន់អ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមហើយលោកដូណាល់ត្រាំបាននិយាយទៀតថាអ៊ីរ៉ង់បានផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅអំណោយដ៏ធំមួយដែលមានតម្លៃជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទាក់ទងនឹងប្រេងនិងឧស្ម័ននេះគឺជាពាក្យសម្ដីរបស់លោកដូណាល់ត្រាំហើយយើងក៏អត់ទាន់ដឹងថាតើពិតប្រាកដប្រមាណភាគរយដែរប៉ុន្តែជាក់ស្ដែងគឺតម្លៃមាសបានហក់ឡើងទៅតាមពាក្យសម្ដីរបស់គាត់ហើយព័ត៌មានសំខាន់មួយទៀតគឺធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក្រុងនឹងចាក់បញ្ចូលសាច់ប្រាក់ចំនួនជាង$8,000 លាននៅក្នុងទីផ្សារនៅថ្ងៃនេះអញ្ចឹងព័ត៌មាននេះសិតតែជាព័ត៌មានធ្វើឲ្យតម្លៃប្រាក់ដុល្លារខ្សោយហើយធ្វើជំរុញឲ្យតម្លៃមាសមានការកើនឡើងអ៊ីរ៉ង់ឯនោះវិញក៏បានទាមទារឲ្យការបិទមូលដ្ឋានទ័ពនៅសហរដ្ឋអាមេរិកនៅឯឈូងសមុទ្រនិងបញ្ចប់ទណ្ឌកម្មទាំងអស់ហើយបញ្ចប់យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡានិងក្របខ័ណ្ឌមួយនៃអនុញ្ញាតដែលឲ្យខ្លួនប្រមូលថ្លៃសេវាពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រហូម៉ូសដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងសំណើរបស់លោកដូណាល់ត្រាំចឹងលោកដូណាល់ត្រាំគាត់បាននិយាយថានឹងបញ្ចប់សង្គ្រាមប៉ុន្តែខាងអ៊ីរ៉ង់ឯនេះវិញគឺមានការទាមទារខ្លាំងមែនទែនអញ្ចឹងយើងអត់ទាន់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេដោយសារតែទាំងពីរនេះរៀងប្រទេសគ្នាប៉ុន្តែសរុបមកវិញទៅគឺតម្លៃមាសបានហក់ឡើងទៅតាមពាក្យសម្ដីរបស់លោកដូណាល់ត្រាំហើយអញ្ចឹងកុំភ្លេចរងចាំមើលទាំងអស់គ្នាទៀតថាតើតម្លៃមាសអាចនឹងបន្តឡើងតទៅទៀតឬក៏មានការធ្លាក់ចុះត្រឡប់មកវិញកុំភ្លេចតាមដាននៅក្នុង Channel Telegram និង Follow Page Facebook ផ្លូវការរបស់ខ្ញុំបាទដើម្បីទទួលបានការអាប់ដេតព័ត៌មានថ្មីៗបំផុតផងដែរ